សាកស្រមៃមើលថាតើមានប្រទេសមួយណាដែលរដ្ឋាភិបាលមើលថែអ្នកតាំងពីការរហូតដល់ចាស់កន្លែងដែលកូនរបស់អ្នកទទួលបានការអប់រំល្អបំផុតដោយឥតគិតថ្លៃនិងជាកន្លែងដែលធម្មជាតិនៅជិតបង្កើយនឹងផ្ទះរបស់អ្នកសូមស្វាគមន៍មកកាន់ប្រទេសហ្វាំងឡង់ថ្ងៃនេះ Time Frame នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីភូមិសាស្ត្រសេដ្ឋកិច្ចរហូតដល់អានកំបាំងនៃការរស់នៅរបស់ប្រជាជនហ្វាំងឡង់ប្រទេសហ្វាំងឡង់មានឈ្មោះជាផ្លូវការថាសាធារណរដ្ឋហ្វាំងឡង់គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងជើងដែលមានព្រំប្រទល់ស្ថិតនៅចន្លោះប្រទេសស៊ុយអែតនៅភាគខាងលិចណូវេសនៅភាគខាងជើងនិងរុស្ស៊ីនៅភាគខាងកើត Helsinki គឺជារាជធានីនិងជាទីក្រុងធំបំផុតរបស់ហ្វាំងឡង់ជាមជ្ឈមណ្ឌលវប្បធម៌សេដ្ឋកិច្ចនិងនយោបាយហ្វាំងឡង់ត្រូវបានគេស្គាល់ថាជាដែនដីនៃបឹង1000ហ្វាំងឡង់មានបឹងធម្មជាតិជិត 190,000 បឹងនិងកោះជិត 180,000 កោះដែលធ្វើឲ្យវាក្លាយជាប្រទេសដែលមានបឹងច្រើនជាងគេបំផុតនៅលើពិភពលោកបឹងទាំងនោះជាប្រភពទឹកស្អាតទីកន្លែងកម្សាន្តនិងមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនផ្ទៃប្រទេសទាំងមូលត្រូវបានគ្របដណ្ដប់ដោយព្រៃឈើប្រហែល 70% ដែលភាគច្រើនជាព្រៃស្រល់ព្រៃឈើទាំងនោះមិនត្រឹមតែជាធនធានធម្មជាតិដ៏សំខាន់ប៉ុណ្ណោះទេប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌របស់ហ្វាំងឡង់ផងដែរហ្វាំងឡង់ត្រូវបានអង្គការសហប្រជាជាតិចាត់ថ្នាក់ជាប្រទេសមួយដែលមានសុភមង្គលបំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នាផងដែរហ្វាំងឡង់គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចទំនើបនិងការអភិវឌ្ឍខ្ពស់រូបិយប័ណ្ណរបស់ប្រទេសហ្វាំងឡង់គឺអឺរ៉ូទោះបីជាប្រទេសតូចប៉ុន្តែហ្វាំងឡង់មានសេដ្ឋកិច្ចខ្លាំងក្លាបំផុតដែលក្នុងនោះមានវិស័យសំខាន់ៗដូចជាវិស័យទូរគមនាគមន៍រួមមាន Nokia ដែលជាក្រុមហ៊ុនធំបំផុតមួយធ្លាប់គ្រប់គ្រងពិភពលោកក្រុមហ៊ុនផលិតហ្គេម Rovio, Angry Bird និង Supercell និងបច្ចេកវិទ្យាស្អាត Cleantech វិស័យឧស្សាហកម្មព្រៃឈើផលិតផលក្រដាសនិងឈើកែច្នៃជាទំនិញនាំចេញដ៏សំខាន់វិស័យលោហៈធាតុផលិតផលគ្រឿងម៉ាស៊ីនឧបករណ៍អេឡិចត្រូនិកនិងវិស័យសំខាន់ផ្សេងៗទៀតវប្បធម៌ការងារនៅទីនេះគឺផ្អែកលើទំនុកចិត្តមិនសូវមានឋានានុក្រមតឹងរ៉ឹងទេប៉ុន្តែបុគ្គលិកមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិប្រព័ន្ធអប់រំរបស់ហ្វាំងឡង់ត្រូវបានចាត់ទុកថាល្អបំផុតមួយក្នុងពិភពលោកដោយសារតែការសិក្សាចាប់ពីថ្នាក់មត្តេយ្យរហូតដល់សាកលវិទ្យាល័យគឺឥតគិតថ្លៃសម្រាប់ពលរដ្ឋនិងប្រជាជនមកពីសហភាពអឺរ៉ុបសិស្សមិនត្រូវបានដាក់សម្ពាធដោយការប្រឡងច្រើននោះទេហើយកិច្ចការផ្ទះក៏តិចតួចផងដែរគ្រូបង្រៀនត្រូវបានផ្ដល់តម្លៃខ្ពស់បំផុតនិងតម្រូវឲ្យមានសញ្ញាបត្រអនុបណ្ឌិតទើបអាចបង្រៀនបានសាលាទាំងអស់មានគុណភាពស្មើៗគ្នាមិនថាអ្នកជាកូនអ្នកមានកូនអ្នកក្រឬក៏រស់នៅតាមជនបទឬទីក្រុងប្រជាជនហ្វាំងឡង់ទទួលបានសេវាសុខាភិបាលដែលមានគុណភាពខ្ពស់ល្អដាច់គេដោយចំណាយប្រាក់តិចតួចបំផុតព្រោះរដ្ឋាភិបាលជាអ្នកឧបត្ថម្ភធំតាមរយៈការយកពន្ធកីឡាគឺជាស្ថាប័នសន្តិសុខសង្គមតែគ្រប់គ្រងអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនរួមទាំងការឈប់សម្រាប់ព្យាបាលជំងឺនិងថែទាំកុមារចំណុចរសើបនោះគឺពន្ធហ្វាំងឡង់មានអត្រាពន្ធខ្ពស់ណាស់ប៉ុន្តែហេតុអ្វីប្រជាជនមិនតវ៉ាចម្លើយនោះគឺប្រជាពលរដ្ឋទទួលបានមកវិញនៅតម្លៃដែលសមរម្យពន្ធរបស់ពួកគេប្រែក្លាយជាសាលារៀនឥតគិតថ្លៃសាកលវិទ្យាល័យឥតគិតថ្លៃសេវាសុខាភិបាលដែលមានគុណភាពខ្ពស់និងផ្លូវថ្នល់ដ៏ល្អឥតខ្ចោះហ្វាំងឡង់មានអាកាសធាតុត្រជាក់ខ្លាំងនៅរដូវរងាអាចធ្លាក់រហូតដល់ដក30អង្សានៅភាគខាងជើងនិងត្រជាក់ល្មមនៅរដូវក្តៅនៅតំបន់ Lapland អ្នកអាចឃើញបាតុភូតព្រះអាទិត្យរះកណ្ដាលអាធ្រាត្រឬហៅថា Midnight Sun ដែលធ្វើឲ្យព្រះអាទិត្យរះស្ទើរតែពេញ24ម៉ោងនៅតំបន់ខ្លះហ្វាំងឡង់ក៏ជាប្រទេសមួយដែលមានខ្យល់បរិសុទ្ធនិងទឹកស្អាតបំផុតក្នុងពិភពលោកផងដែរប្រជាជនហ្វាំងឡង់ត្រូវបានគេស្គាល់ថាមានលក្ខណៈពិសេសមួយចំនួនដូចជាស៊ីស៊ូគឺជាពាក្យមួយដែលពិបាកបកប្រែអស់នៅប៉ុន្តែវាសំដៅទៅលើភាពអត់ធ្មត់
ការតស៊ូភាពក្លាហាននិងឆន្ទៈមិនរាថយទោះជួបការលំបាកយ៉ាងណាក៏ដោយស៊ីស៊ូគឺជាផ្នែកមួយដ៏សំខាន់នៃចរិតលក្ខណៈរបស់ជនជាតិហ្វាំងឡង់សូណាគឺជាបេះដូងនៃវប្បធម៌ហ្វាំងឡង់វាមិនត្រឹមតែជាកន្លែងងូតទឹកប៉ុណ្ណោះទេប៉ុន្តែជាកន្លែងសម្រាប់សម្រាកលំហែកាយបន់សុទ្ធរាងកាយនិងជួបជុំគ្រួសារប្រជាជនហ្វាំងឡង់មានទម្លាប់ចូលរួមសូណាជាប្រចាំហើយវាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេហ្វាំងឡង់ជាទូទៅមានភាពស្ងៀមស្ងាត់គោរពឯកជនភាពនិងមានការតភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងធម្មជាតិពួកគេចូលចិត្តចំណាយពេលវេលានៅខាងក្រៅមិនថាដើរលេងក្នុងព្រៃជិះស្គីឬស្ទូចត្រីទេប្រទេសហ្វាំងឡង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលសង្គមដ៏រឹងមាំដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំសុខភាពនិងសមភាព Genderសរុបមកហ្វាំងឡង់គឺជាប្រទេសមួយដែលមានភាពទាក់ទាញទាំងធម្មជាតិដ៏អស្ចារ្យវប្បធម៌ភាពជឿនលឿនផ្នែកបច្ចេកវិទ្យាជាប្រទេសដែលផ្ដល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតក្នុងទីក្រុងជនបទនិងភាពស្ងប់ស្ងាត់នៃធម្មជាតិដែលធ្វើឲ្យវាក្លាយជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នករាល់គ្នាតើអ្នកអាចស្វែងយល់អ្វីបានខ្លះពីប្រទេសហ្វាំងឡង់ហើយតើអ្នកយល់យ៉ាងណាដែរចំពោះប្រទេសមួយនេះសូមចែករំលែកមតិរបស់អ្នកនៅក្នុង comment ខាងក្រោម កុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួបខ្ញុំនៅវីដេអូបន្ទាប់សូមអរគុណ